ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំបបោបងប្អូនមកធ្វើបាយស្រូបញ៉ាំហើយចំពោះរសជាតិបាយស្រូបរបស់នាងខ្ញុំថ្ងៃនេះគឺមាន version ឡើងខ្ពស់ខ្លាំងមែនតើចារាល់សប្តាហ៍គឺតែងតែធ្វើបាយស្រូបរសជាតិបែបសាលាបឋមចាប៉ុន្តែថ្ងៃនេះគឺសូមដំឡើង version បន្តិចឲ្យបងប្អូនអើយចាហើយបើសិនបើជាបងប្អូនអរឃើញវីដេអូដែលនាងខ្ញុំបានបង្ហាញនេះហើយបងប្អូនចំអិនតាមប្រកាសជាចងចាំរសជាតិបាយស្រូបមួយនេះចាឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់យកមកធ្វើបាយស្រូប version ខ្ពស់នេះចាមិនខុសអ្វីពីរបៀបធ្វើបាយស្រូបធម្មតាទេគឺគ្រឿងផ្សំដូចតែគ្នាខុសត្រង់របៀបប្រឡាក់សាច់បន្តិចចាឥឡូវនេះគឺនាងខ្ញុំមកលាយទឹកសចាជាដំបូងក៏នាងខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវហើយក៏បន្ថែមជាមួយនឹងទឹកប្រេងខ្យងទឹកម្ទេសហើយក៏មានជាមួយនឹងសាតេចាហើយក៏បន្ថែមជាមួយនឹងម្សៅស៊ុបប៊ីចេងស្ករហើយនិងម្រេចម៉ដ្ឋនាងខ្ញុំអត់ដាក់ជាមួយនឹងអំបិលទេចាគឺដាក់តែម្សៅស៊ុបស្ករម្រេចប៊ីចេងចាបន្ទាប់ពីបានដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយគឺច្របល់ឲ្យបានសព្វឥឡូវនេះក៏នាងខ្ញុំមករំលីងខ្ទឹមសហើយនិងខ្ទឹមក្រហមបន្ទាប់ពីបំពងខ្ទឹមសខ្ទឹមក្រហមបានឈ្ងុយហើយក៏ចាក់ទឹកសោះចូលចាទឹកសោះដែលយើងបានលាយហ្នឹងចាក់ចូលទៅឆាជាមួយគ្នាឲ្យបានឡើងឈ្ងុយចាបន្ទាប់ពីឆាទឹកសោះរួចរាល់ហើយក៏ដួសទឹកសោះហ្នឹងយកមកប្រឡាក់សាច់ចំពោះទឹកប្រឡាក់សាច់ដែលនាងខ្ញុំបានធ្វើបង្ហាញនេះបងប្អូនចង់យកមកប្រឡាក់ជាមួយនឹងសាច់មាន់ក៏បានសាច់គោក៏បានឬមួយក៏សាច់អ្វីផ្សេងក៏បានដែរចាគឺថាមានក្លិនឈ្ងុយហើយពេលដែលយើងប្រឡាក់ចូលទៅជាមួយសាច់គឺថាអបសាច់របស់យើងហ្នឹងគឺមានក្លិនឈ្ងុយមែនតើចាឥឡូវនេះបន្ទាប់ពីនាងខ្ញុំប្រឡាក់សាច់ជាមួយនឹងគ្រឿងផ្សំរួចរាល់ហើយគឺផ្អាប់ទុករយៈពេល1ម៉ោងចាល្មមថាមកចូលជាតិហើយក៏យកសាច់នឹងយកមកដាក់អាំងហើយចំពោះសាច់ជ្រូកដែលនាងខ្ញុំយកមកប្រឡាក់នេះគឺនាងខ្ញុំជារៀងក្រាស់បន្តិចចាអានេះគឺជាចំណង់ចំណូលចិត្តណាបងប្អូនចាសម្រាប់នាងខ្ញុំចូលចិត្តញ៉ាំសាច់ជ្រូកអាំងបែបក្រៀមខាងក្រៅហើយខាងក្នុងពេលដែលយើងទំពាទៅគឺមានជាតិសាច់ទន់ៗអញ្ចឹងណាបងប្អូនបើសិនជារៀងស្ដើងពេលដែលចំអិនឆ្អិនទៅគឺវាក្រៀមដល់ក្នុងចានេះគឺជាចំណង់ចំណូលចិត្តនៃការញ៉ាំឯងបើសិនបើជាបងប្អូនចង់ស្រួយដល់ទាំងក្នុងទៀតគឺបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តនៃការញ៉ាំរៀងខ្លួនឥឡូវនេះបាយសូប version ខ្ពស់គឺចាប់ផ្ដើមចេញជារូបរាងគួរឲ្យចង់ញ៉ាំហើយចំពោះបាយសូប version ខ្ពស់នេះក៏មានបន្ថែមជាមួយនឹងសាច់បាក់យ៉ុងហើយនិងសាច់ក្រកហើយកាន់តែពិសេសទៀតនោះគឺសាច់ប្រឡាក់ដែលនាងខ្ញុំបានបង្ហាញគ្រឿងផ្សំទៅដល់បងប្អូនចាសាច់ប្រឡាក់គឺថាមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយឥឡូវនេះក៏បានរៀបចំរួចរាល់ហើយតោះបងប្អូនចាំការទៀតមកញ៉ាំបាយជុំជាមួយនឹងនាងខ្ញុំណាចាហើយបើសិនបើជាបងប្អូនចង់បានមុខម្ហូបសាមញ្ញញ៉ាំបែបធម្មតាជារៀងរាល់ថ្ងៃនោះសូមបងប្អូនកុំភ្លេច follow មក page របស់នាងខ្ញុំដែលមានឈ្មោះសុគន្ធា Cooking នឹងម្នាក់មួយផងចាអរគុណទុកជាមុនហើយបើសិនបើជាបងប្អូនពេញចិត្តការចែករំលែករបស់នាងខ្ញុំសូមបងប្អូនជួយចុច like ក៏ដូចជា share ចែករំលែកដើម្បីទទួលបាននូវវីដេអូថ្មីៗរបស់នាងខ្ញុំហើយនាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អចាអរគុណច្រើនបាយបាយ